មហាជនផ្ទុះការសង្ស័យថាកូនភ្លុះរបស់លហ្វ្រីយ៉ាមិនមែនជាកូនបង្កើតរបស់លោកហេងគីមហៀងទើបមិនឃើញវត្តមានលោកមកមើលថែក្រោយពីអ្នកទាំងពីរបានប្រកាសចែកផ្លូវគ្នាស្ងាត់ៗគេសង្កេតឃើញថាលហ្វ្រីយ៉ាទៅសម្រាលកូនម្នាក់ឯងនៅមន្ទីរពេទ្យដោយគ្មានវត្តមានអតីតគូស្នេហ៍ឡើយការសង្ស័យនេះកាន់តែខ្លាំងឡើងក្រោយដឹងថាកូនភ្លុះទាំងពីរមិនបានដាក់ត្រកូលតាមលោកហេងគីមហៀងទេគឺដាក់តាមត្រកូលម្ដាយទាំងអស់បន្ទាប់ពីត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបានប្រមាណ2សប្តាហ៍លោកស្រីឆេងស្រីរតហៅឡាហ្វ្រីយ៉ាបានសម្រាលកូនភ្លុះប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី8ខែមិនិនាឆ្នាំ2026ចំថ្ងៃសិទ្ធិនារីតែម្ដងប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមានការងឿងឆ្ងល់នោះគឺស្របពេលដែលភរិយាសម្រាលកូនភ្លុះបែរជាបាត់មុខលោកហេងគីមហ៊ីងជាស្វាមីមិនឃើញនៅក្បែរមើលថែភរិយាសោះដែលបញ្ហានេះត្រូវបានអ្នកជិតស្និទ្ធនឹងលោកស្រីឡាហ្វ្រីយ៉ាបានទម្លាយថាប្តីប្រពន្ធមួយគូនេះបានលែងលះគ្នាយូរមកហើយគួរបញ្ជាក់ថាលោកស្រីឆេងស្រីរតហៅឡាហ្វ្រីយ៉ាបានសម្រាលកូនភ្លុះស្រីដោយសុវត្ថិភាពកាលពីថ្ងៃទី8ខែមិនិនាឆ្នាំ2026ប៉ុន្តែនៅមិនទាន់អាចបង្ហាញមុខកូនៗបាននៅឡើយដោយមូលហេតុព្រោះតែកូនកើតមិនគ្រប់ខែសម្រាលមុនកំណត់ស្ទើរគីឡូខ្លាំងត្រៃចិញ្ចឹមខឹងកែវម្យ៉ាងវិញទៀតមហាជនកំពុងមានការងឿងឆ្ងល់ខ្លាំងរហូតផ្ទុះការវែកញែកពេញបណ្ដាញសង្គមបន្ទាប់ពីមិនឃើញវត្តមានលោកហេងគីមហៀងជាស្វាមីនៅក្បែរភរិយាចាប់តាំងពីថ្ងៃដែលលោកស្រីឡាហ្វ្រីយ៉ាបានចេញពីពន្ធនាគារមិនចូលសម្រាប់ព្យាបាលនៅមន្ទីរពេទ្យដោយមានរោគសញ្ញាត្រៀមសម្រាលមុនកំណត់ហើយសូម្បីតែភរិយាសម្រាលបានកូនភ្លុះរួចទៅហើយក៏បាត់មុខស្វាមីមិនឃើញនៅក្បែរមើលថែប្រពន្ធកូនសោះដើម្បីស្រាយចម្ងល់រឿងលោកស្រីឡាហ្វ្រីយ៉ាសម្រាលកូនភ្លុះបាត់មុខស្វាមីនេះកាលពីយប់ថ្ងៃទី12ខែមិនិនាឆ្នាំ2026លោកស្រីសំសុខាជាអ្នកជិតស្និទ្ធនឹងលោកស្រីឡាហ្វ្រីយ៉ាបានចេញមុខអះអាងថាលោកស្រីឆេងស្រីរតហៅឡាហ្វ្រីយ៉ានិងស្វាមីលោកហេងគីមហៀងបានលែងលះខ្លួនហើយទើបមិនឃើញលោកហេងគីមហៀងទៅមើលថែគួរបញ្ជាក់ថាលោកស្រីឆេងស្រីរតហៅឡាហ្វ្រីយ៉ាត្រូវបានសាលាដំបងខេត្តកណ្ដាលសម្រាប់ដោះលែងចេញពីពន្ធនាគារនៅល្ងាចថ្ងៃទី24ខែកុម្ភៈឆ្នាំ2026ខណៈដែលកំពុងមានផ្ទៃពោះកូនភ្លុះជិតគ្រប់ខែហើយនៅថ្ងៃទី8ខែមិនិនាឆ្នាំ2026លោកស្រីបានសម្រាលកូនភ្លុះដោយសុវត្ថិភាពអ្នកនាងឆេងស្រីរតហៅឡាហ្វ្រីយ៉ាត្រូវបានសាលាដំបងខេត្តកណ្ដាលសម្រេចដោះលែងឲ្យនៅក្រៅឃុំតាមអំណាចសាលាក្រុងនៅល្ងាចថ្ងៃទី24ខែកុម្ភៈឆ្នាំ2026នេះបើតាមអ្នកនាំពាក្យសាលាដំបងខេត្តកណ្ដាលបានឲ្យដឹងថាអ្នកនាងឡាហ្វ្រីយ៉ាត្រូវជាប់ទោស2ឆ្នាំតែអនុវត្ត60ខែ9ថ្ងៃប៉ុណ្ណោះសូមរំលឹកថាអ្នកនាងឆេងស្រីរតហៅឡាហ្វ្រីយ៉ាត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តកណ្ដាលសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ននៅថ្ងៃទី15ខែសីហាឆ្នាំ2025ក្រោយតំណាងអយការសម្រេចចោទប្រកាន់ចំនួន2បទល្មើសរួមមានញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអតិនិងធ្វើឲ្យខូចទឹកចិត្តកងទ័ពការចាប់ខ្លួនអ្នកនាងធ្វើឡើងបន្ទាប់ពីអ្នកលោកលេល្បីឈ្មោះរូបនេះប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់បំបាក់ទឹកចិត្តកងទ័ពនិងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជាថៃនិងការប្រើប្រាស់ផលិតផលថៃសមត្ថកិច្ចបានឲ្យដឹងថាក្រោយចាប់ខ្លួនគាត់មួយសប្តាហ៍ទើបដឹងថាគាត់មានផ្ទៃពោះព័ត៌មានទី2 VDNet ឲ្យសិទ្ធិយកប្តីVDNet កំពុងថតរឿងភូមិគ្រឹះអាគមវគ្គ2ខណៈដែលរឿងនេះវគ្គ1នាងក៏ជាតួអង្គសំខាន់ម្នាក់ដែរនេះជាភាពយន្តថ្មីសម្រាប់នាងខណៈអំឡុងជ្រកនៅហងម៉ាស់នាងល្បីរឿងរាជបុត្រកង្កែបប៉ុន្តែកូនក្រមុំលោកហួរឡាវីរូបនេះនៅតែផ្ដោតលើអាជីពចម្រៀងជាងសម្ដែងដដែលលោកហួរឡាវីឪពុក VDNet ប្រាប់អ្នកយកព័ត៌មាននគរធំនៅរសៀលថ្ងៃទី9ខែមិនិនាឆ្នាំ2026ថាលោកមិនធ្លាប់ជំរិនឲ្យកូនថតភាពយន្តទេប៉ុន្តែបើកូនចង់ថតក៏លោកមិនហាមឃាត់ដែរតែលោកថា DNet នៅតែចាត់ទុកអាជីពចម្រៀងខ្លាំងជាងសម្ដែងគុនដដែលទេVDNet បានចេញពីហងម៉ាស់ជិត2ឆ្នាំហើយដែលពេលនេះនាងធីតារាចម្រៀងឯករាជ្យផលិតបទចម្រៀងដោយខ្លួនឯងមិនចូលផលិតកម្មណាទេថ្មីនេះគេឃើញ DNet បានចាប់ដៃគូជាមួយឪពុកនាងលោកហួរឡាវីតាមរយៈការច្រៀងឆ្លងឆ្លើយគ្នាបទល្បីៗរបស់លោកឡាវីឡើងវិញតែពេលខ្លះគេឃើញនាងរៀងអៀនពេលច្រៀងជាមួយឪពុកលោកហួរឡាវីថាការដែល DNet ច្រៀងជាមួយលោកជួនកាលម្ចាស់កម្មវិធីដំរីពេលខ្លះកូនស្រីចង់ច្រៀងជាមួយលោកតែលោកថា DNet អត់អៀនពេលច្រៀងជាមួយលោកទេព្រោះឆ្នាំមុនកូនស្រីក៏ធ្លាប់ច្រៀងជាមួយលោកដែរVDNet ម្ចាស់ពាន I Am a Singer Cambodia រដូវកាលទី2របស់ហងម៉ាស់ជាតារាវ័យក្មេងដែលអាចច្រៀងបទប្រភេទខ្ពស់ៗបានទាំងអស់ហើយក្រៅពីបទខ្មែរនាងក៏អាចច្រៀងបទជាភាសាអង់គ្លេសបានផងដែរ
កាលពីឆ្នាំ2020 Dinet ធ្លាប់បង្ហាញបុរសម្នាក់ស្និទ្ធស្នេហ៍នាងតែនាងបានយក sticker បាំងមុខបុរសនោះជិតទើបគេមិនអាចដឹងថាបុរសនោះជាអ្នកណាឲ្យប្រកាសឡើយរយៈពេលជាង5ឆ្នាំមកនេះ Dinet លែងបញ្ចេញសញ្ញាមានស្នេហាជាមួយបុរសនោះទៀតហើយទើបធ្វើឲ្យមានការសង្ស័យថាចំណងស្នេហានោះមិនទាន់មានភាពច្បាស់លាស់និងខ្លះសង្ស័យថានាងប្រេះឆាស្នេហ៍ទៀតផងឪពុក Dinet លោក Lavi អះអាងថាគិតត្រឹមឆ្នាំ2026នេះកូនស្រីលោកនៅមិនទាន់មានគូស្រករឬត្រៀមរៀបការទេប៉ុន្តែលោកថាតាក់ទងរឿងគ្រួសារនេះលោកសូមផ្ដល់សិទ្ធិពេញលេញឲ្យកូនស្រីក្នុងការសម្រេចចិត្តដោយខ្លួនឯងហើយលោកជាឪពុកមានតែតាមក្រោយកូនប៉ុណ្ណោះលោក Lavi បញ្ជាក់ថាខ្ញុំបានប្រាប់ Dinet ហើយថាទោះជាមានការភ្ជាប់ពាក្យឬថ្ងៃក្រោយត្រូវរៀបការអីប៉ាទុកឲ្យកូនជាអ្នកសម្រេចចិត្តទាំងអស់ប៉ានៅគាំទ្រកូនពីក្រោយ Dinet ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថានាងមានជំងឺពុកកគ្រូពេទ្យតម្រូវឲ្យលេបថ្នាំអស់មួយជីវិតដែលជំងឺនេះរំខានដល់អាជីពចម្រៀងនាងផងដែរក្នុងការប្រើប្រាស់សម្លេងមិនបានដូចមុនប៉ុន្តែថ្មីនេះគេឃើញនាងនៅតែច្រៀងបទប្រភេទខ្ពស់បានដដែលហើយក្រោយចេញពីហុងម៉ាស់ធ្វើឲ្យនាងនៅតែមានទីផ្សារចម្រៀងដូចមុនព្រោះនៅរដូវក្តៅនេះបានចេញច្រៀងតាមឆាកនានាជាបន្តបន្ទាប់ប្រភពខ្លះថា Dinet ប្រាំងយកឈ្នះជំងឺរបស់នាងព្រោះមិនអាចអាក់ខានឬបាត់បង់រកចំណូលពីអាជីពសិល្បៈបានទេដោយសារតែជំងឺមួយនេះជាក់ស្ដែងដូចជាពេជ្រសូភាការជំងឺឈាមសស៊ីឈាមក្រហមគ្រូពេទ្យតម្រូវឲ្យនាងលេបថ្នាំអស់មួយជីវិតដែរប៉ុន្តែនាងនៅតែច្រៀងសម្ដែងមិនដែលខានមួយឆាកណាទេគឺដូចគ្នាទៅនឹង Dinet ដែរចំនួនអមៀនថ្មីពីពិសិដ្ឋចំនួនអមៀនថ្មីពីពិសិដ្ឋជាចំនួនថ្មីដែលមានរសជាតិឆ្ងាញ់និងពេញនិយមមានមុខនេះមុខនោះចំនួនអមៀនថ្មីពីពិសិដ្ឋចំនួនអមៀនថ្មីសម្រាប់ក្រុមគ្រួសារតែម្ដងចំនួនអមៀនថ្មីពីពិសិដ្ឋមានរសជាតិឆ្ងាញ់ពេញនិយមជាចំនួនឯកណាតែម្ដងចំនួនអមៀនថ្មីពីពិសិដ្ឋមានលក់ទៅនៅដាកូតាតានិងផ្លូវត្រកែងអន្តរជាតិចំនួនអមៀនថ្មីពីពិសិដ្ឋមានលក់ទៅនៅផ្លូវដទៃទៀតទូទាំងប្រទេសមានកញ្ចប់ឆ្នាំងជាដើមព័ត៌មានទី3មានសូនីតាពេញចិត្តខាតលុយ10ឆ្នាំនៅថ្ងៃខួបហាងផ្ទះស្រឡាញ់ដែលផ្ដោតលើការលក់ក្រមានិងឈុតសម្លៀកបំពាក់ខ្មែរឆ្នៃពីការណត់ក្រមាខ្មែរគម្រប់10ឆ្នាំនៅថ្ងៃទី10ខែមីនាឆ្នាំ2026តារារហស្សនាមរាជិនីក្រមាមានសូនីតាបានអះអាងថាខ្លួនតាំងពីបើកអាជីវកម្មមួយនេះមកគ្មានខែឆ្នាំណាដែលថាមិនខាតប្រាក់នោះទេពលគឺមានន័យថា3650ថ្ងៃ10ឆ្នាំឬ120ខែនោះនាងមិនដែលរកឃើញប្រាក់ចំណេញ1សេនឡើយសុនីតាថានាងទទួលបានសំណួរស្រោចមកលើនាងជាច្រើនដូចជាតើបើរកស៊ីខាតអញ្ចឹងនៅទ្រាំដល់ពេលណាទៀតទៅហេតុអ្វីនៅបន្តបើករហូតដល់រយៈពេល10ឆ្នាំប្រសិនបើអាជីវកម្មខាតរហូតខ្ញុំដូចជាមិនជឿសោះគ្មានអ្នកណាល្ងងនៅរកស៊ីខាតអញ្ចឹងទេយ៉ាងណាមានសុនីតាបានឆ្លើយបំភ្លឺចំពោះចម្ងល់ទាំងឡាយថាមូលហេតុដែលនាងនៅតែបើកហាងនេះទៅមុខទៀតព្រោះបើនាងមិនខំប្រឹងក្រោកឈរអញ្ចឹងក្រមាខ្មែរដែលនាងធ្លាប់បានបំផុសចលនានេះជាយូរឆ្នាំមកហើយក៏រសាយទៅតាមនឹងដែរនាងថាការធ្វើរឿងនេះដោយសារការស្រឡាញ់ក្រមាខ្មែរនិងចង់ឲ្យប្រជាជនខ្មែរបានស្គាល់គាំទ្រនិងអភិរក្សក្រមាខ្មែរនាងថាកាលពីឆ្នាំ2022-2023សិប្បកម្មក្រមាខ្មែរបានបិទភាគច្រើនដោយសារតែកូវីដពួកគាត់ធ្វើការនេះអត់ប្រាក់ចំណូលតែនាងសប្បាយចិត្តព្រោះនៅតាមពិធីបុណ្យនិងមង្គលការភាគច្រើនគេនៅតែយកក្រមាខ្មែរធ្វើជាកាដូទោះជាពួកគាត់មិនទិញពីនាងក៏ដោយតែបានន័យថាសាររបស់នាងបានទៅដល់ដៃមហាជននាងថានៅពេលដែលនាងផ្សព្វផ្សាយពីក្រមាខ្មែរគឺមិនមែនផ្ទះស្រឡាញ់លក់ដាច់ទេប៉ុន្តែក្រមានៅទូទាំងប្រទេសលក់ដាច់គេអត់ស្គាល់មានសូនីតាទេគេស្គាល់រាជិនីក្រមាគេចាំថានាងជាអ្នកផ្សព្វផ្សាយពីក្រមាខ្មែរនាងអះអាងថាពេលខ្លួនទៅលេងនៅស្រុកគេតែងតែយកឈុតក្រមាទៅនិងធ្លាប់យកក្រមាទៅប្រជ្រៀតចូលតាំងពីកម្មវិធីបង្ហាញម៉ូដនិងតំបន់ទេសចរនៅក្រៅស្រុកដែលនេះជាទឹកចិត្តនាងបានធ្វើចំពោះប្រទេសកម្ពុជាទាំងមូលមានសូនីតានិយាយទាំងទៅចិត្តថាមនុស្សមួយចំនួនសើចចំអោឲ្យនាងថានាងដើរលក់ក្រមាមិនធ្វើការងារស្រួលធ្វើខ្លួនស្អាតអាចរកលុយបានច្រើនជាងនេះប៉ុន្តែនាងថាសម្រាប់រូបនាងការងារណាក៏មានតម្លៃដែរដរាបណាយើងខិតខំប្រឹងប្រែងដោយភាពស្មោះត្រង់និងភាពជឿជាក់លើខ្លួនឯង
នាងសង្កត់ថាឆ្នាំនេះហាងផ្ទះស្រឡាញ់បើកបាន10ឆ្នាំហើយខែណាក៏ខាតឆ្នាំណាក៏ខាតដែរហេតុអ្វីបានជាខ្ញុំនៅតែជំញាក់បើក business មួយនេះ10ឆ្នាំដែលខ្ញុំជ្រើសរើសក្រមាជាជីវិតគ្មានពាក្យថាបោះបង់គ្មានពាក្យថាងាយស្រួលគឺនឿយហត់ព្រោះមិនចង់ឲ្យក្រមាមួយនេះបាត់បង់ចង់ឲ្យកូនខ្មែរស្គាល់ក្រមាអត្តសញ្ញាណខ្លួនឯងតាមរយៈការអះអាងរបស់មានស៊ូនីតានេះបញ្ជាក់ថានាងនៅតែបន្តបើកហាងផ្ទះស្រឡាញ់បន្តទៅទៀតទោះជានាងបញ្ជាក់ថាបានខាត់លុយអស់ជាច្រើនក្តីការចេញមកបំភ្លឺរបស់ស្រីស្រស់ស៊ូនីតានាពេលនេះធ្វើឡើងក្រោយពីនាងបានបិទហាងកាហ្វេណ័រ Coffee របស់នាងនៅសាខា135ផ្លូវសង្កាត់ទូទំពង់1ខណ្ឌចំការមនរាជធានីភ្នំពេញបន្ទាប់ពីដំណើរការបានជាង4ឆ្នាំសម្ពោធថ្ងៃទី10ខែកុម្ភៈឆ្នាំ2021ហេតុនេះនាងនៅសល់តែហាង2ប៉ុណ្ណោះគឺផ្ទះស្រឡាញ់និងហាងកាត់ដេរគូបញ្ជាក់ថាមានស៊ូនីតាទើបតែធ្វើខួបកំណើតគម្រប់អាយុ26ឆ្នាំដោយជិះសេះសឈ្មោះនាគរាជកាលពីថ្ងៃទី10ខែកុម្ភៈឆ្នាំ2026ខណៈពេលដែលក្នុងវ័យនេះស្រីស្រស់កាន់តែហ៊ានបញ្ចេញសាច់គល់ភ្លៅនិងគល់សូឌិនជាងកាលនៅក្មេងទៅទៀតអតីត Freshie 2009 ស៊ូនីតាបានប្រឡូកនៅក្នុងវិស័យសិល្បៈរយៈពេល17ឆ្នាំ2009ដល់2026ហើយទោះជាអះអាងថាខាតលុយពីការបើកហាងលក់ក្រមា10ឆ្នាំប៉ុន្តែនាងមិនប្រឈមវិបត្តិសេដ្ឋកិច្ចឡើយព្រោះនាងហោះទៅដើរលេងនៅបរទេសដោយទូផ្សារថ្មីនិងជិះយន្តហោះកៅអី Business Class មិនចាញ់ជំទាវឡើយប៉ុន្តែស៊ូនីតាដែលធ្លាប់ប្រាប់ថានាងមានគូសង្ហាហើយតែមិនបញ្ចេញមុខប្រស្នេហ៍ឲ្យគេស្គាល់នោះនៅតែមិនដែលបង្ហាញភាពអែមល្ហែមស្នេហ៍ជាសាធារណៈឡើយទើបធ្វើឲ្យរឿងដ៏រសើបដែលលិតលឺថាមន្ត្រីគុយវិយចំមាស់តាមស្នេហ៍នាងជាច្រើនឆ្នាំហើយនោះនៅតែស្ថិតក្នុងភាពអថាកម្បាំងដដែលចោល